ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះមកស្ងោរស្ពៃជាដំបូងយើងត្រូវមានស្ពៃបន្ទាប់មកយើងត្រូវហាន់សាច់បន្ទាប់ពីហាន់សាច់ហើយយើងត្រូវហាន់សាច់ឲ្យម៉ត់ឲ្យហេយើងត្រូវលាងទឹកលាងអីវាផងដើម្បីឲ្យវាស្អាតបន្ទាប់មកយើងត្រូវច្រាមខ្ទឹមឲ្យម៉ត់ហើយច្រាមវាឲ្យល្អិតរៀងល្អិតចឹងណាពុកម៉ែបងប្អូនកុំដាក់ធំពេកអត់ឆ្ងាញ់ទេយើងស្ងោរស្ពៃបន្ទាប់មកយើងត្រូវមានប្រទេសយើងច្រាមវាម៉ត់ហើយយើងត្រូវមានប្រទេសប្រទេសក្រហមយើងនឹងក៏បានដែរបងប្អូនសម្រាប់បងប្អូនតាមចំណង់ចំណូលចិត្តបងប្អូនចឹងណាសម្រាប់ពុកម៉ែបងប្អូនអ្នកខ្លះគេដាក់អាមេរិករៀងច្រើនតែខ្ញុំអត់ទេខ្ញុំដាក់ប្រទេសផងដាក់អាមេរិកផងចឹងណាពុកម៉ែបងប្អូនហាន់ខ្ញុំដាក់ប្រទេស3គ្រាប់ពុកម៉ែបងប្អូនសម្រាប់ខាងពុកម៉ែបងប្អូនវិញចង់ដាក់ប្រមាណក៏បានដែរសម្រាប់ខ្ញុំដាក់3គ្រាប់បន្ទាប់មកយើងត្រូវលាងស្ពៃលាងអីឲ្យស្អាតហើយគ្រឿងផ្សំមានទឹកត្រីមានសាច់ជ្រូកមានប្រទេសមានម្រេចស្ករប៊ីចេងអំបិលហើយនឹងខ្ទឹមច្រាមប្រទេសទឹកត្រីអញ្ចឹងណាពុកម៉ែបងប្អូនបន្ទាប់ពីយើងលាងពួកវាឲ្យអស់យើងទៅលាងឆ្នាំងឲ្យស្អាតហើយអីហើយយើងត្រូវយកអីហើយយើងត្រូវយកឆ្នាំងហ្នឹងទៅដាក់ឲ្យក្តៅហើយយើងចាក់ខ្ទឹមហើយនឹងប្រទេសចូលយើងលីងវាកូរវាចឡើងឲ្យវាឡើងពងក្រងឲ្យវាឡើងពងក្រងរៀងក្រហមយើងចាក់សាច់ចូលហើយបន្ទាប់ពីចាក់សាច់ចូលហើយយើងកូរវាឲ្យសាច់រៀងឆ្អិនក្នុងប្រហែល 2-3 នាទីហើយយើងកូរចុះឡើងឲ្យវាឆ្អិនប្រហែលជា 2-3 នាទីបន្ទាប់មកយើងចាក់ស្ករប៊ីចេងអីហ្នឹងពុកម៉ែបងប្អូនស្ករប៊ីចេងស្ករសអំបិលយើងចាក់ចូលគ្នាទាំងអស់ហ្មងទៅយើងចូលដាក់ម្ដងមួយមុខណាចាក់វាចូលហើយតោះមកយើងចាក់ស្ករប៊ីចេងអីហើយយើងកូរវាចូលជាតិគ្នាហើយទឹកត្រីចឹងណាពុកម៉ែបងប្អូនតបមកយើងយើងត្រូវកូរវាឲ្យសព្វបន្ទាប់ពីវាឡើងសព្វហើយយើងត្រូវចាក់ទឹកត្រីចូលហើយយើងត្រូវកូរវាឲ្យសព្វម្ដងទៀតដើម្បីឲ្យវាចូលជាតិណាបងប្អូនពេលដែលវាចូលជាតិហើយយើងដាក់ស្ពៃចូលបន្ទាប់ពីដាក់ស្ពៃចូលហើយអីអស់ហើយតបមកយើងត្រូវច្របល់វាឲ្យសព្វឲ្យស្ពៃរៀងរញមបន្តិចសិនកូរវាចឡើងឲ្យវាសោះជាមួយនឹងគ្រឿងនិងទឹកនៅខាងក្រោមនិងសាច់នៅខាងក្រោមដើម្បីឲ្យវាចូលជាតិជាមួយនឹងបន្លែចាបន្ទាប់ពីវាចូលជាតិហើយយើងកូរវាឲ្យញោមបន្លែបន្តិចសិនចឹងណាទុកវាប្រហែលជា1នាទីចឹងណាពុកម៉ែបងប្អូនតបមកយើងត្រូវទៅយកទឹកស្អាតពុកម៉ែបងប្អូនទឹកដែលយើងប្រើប្រចាំថ្ងៃហ្នឹងណាទៅយកទឹកយកមកចាក់ចូលក្នុងស្លដែលយើងវារៀងទុកចោល1នាទីទៅពេលដែលយើងកូរស្ពៃហើយហ្នឹងណាពុកម៉ែបងប្អូនបន្ទាប់មកយើងចាក់ទឹកចូលមកល្មមជាមួយនឹងបន្លែជាមួយនឹងសាច់យើងលើមកល្មមជាមួយនឹងពួកវាទៅបន្ទាប់មកជាការស្រាច់ពុកម៉ែបងប្អូនយើងយកក្របមកក្រោបមកពេលដែលវាពុះគឺឆ្អិនហើយពុកម៉ែបងប្អូនតែកុំភ្លេចភ្លក់ផងពុកម៉ែបងប្អូនទាំងអស់គ្នា